ឯកឧត្តមអ៊ីឈៀននិងលោកជំទាវបានស្រីមុំនាំយកអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រគល់ជូនកងកម្លាំងនៅតាមខ្សែព្រំដែននៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិននៅថ្ងៃទី7 ខែមិថុនាឆ្នាំ2025 ឯកឧត្តមអ៊ីឈៀនទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិននិងលោកជំទាវបណ្ឌិតបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានអញ្ជើញចុះសំណេះសំណាលនិងសួរសុខទុក្ខនិងនាំយកសម្ភារៈថវិកានិងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាចែកជូនទៅដល់នាយទាហានរងនិងពលទាហានដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនឯកឧត្តមអ៊ីឈៀនទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានមានប្រសាសន៍នាំមកនៅការផ្ដាំផ្ញើនិងសាកសួរសុខទុក្ខពីសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនចំពោះនាយទាហាននិងនាយទាហានរងនិងពលទាហានដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងបេសកកម្មការពារបូរណភាពទឹកដីនៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិនហើយបើទោះបីជាសម្ដេចមិនបានមកជួបបងប្អូនដោយផ្ទាល់ក្តីក៏សម្ដេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ចឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថាបច្ចុប្បន្នសភាពការនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃមានសភាពឡើងកម្ដៅខ្លាំងនៅចំណុចមុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីរហូតមកដល់មានការប៉ះទង្គិចគ្នាដោយអាវុធប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់យើងនៅទីនោះគឺចាប់ស្ដាប់នៅបទបញ្ជានិងគោលការណ៍ពីមេបញ្ជាការពីប្រមុខរាជរដ្ឋាភិបាលហើយក៏មានការតាំងចិត្តយ៉ាងម៉ឺងម៉ាត់និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលាបើមានករណីឈ្លានពានណាមួយលើបូរណភាពទឹកដីប្រទេសកម្ពុជាយើងឯកឧត្តមអ៊ីឈៀនក៏បានមានប្រសាសន៍កោតសរសើរនិងវិតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលនាយទាហាននិងពលទាហានគ្រប់បណ្ដាអង្គភាពទាំងអស់សម្រាប់បាននៅក្នុងបុព្វហេតុការពីជាតិមាតុភូមិនិងប្រជាជនពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហានស្មោះត្រង់លះបង់សាច់ស្រស់ឈាមស្រស់និងការខិតខំប្រឹងប្រែងកសាងនិងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធធនធានសេដ្ឋកិច្ចជូនដល់កងកម្លាំងនិងគ្រួសារកងទ័ពឲ្យរៀនរស់មានជីវិតល្អប្រសើរស្របតាមគោលនយោបាយរបបរបស់រាជរដ្ឋាភិបាលនិងកសាងនៅប្រព័ន្ធយុទ្ធសាស្ត្រការពីជាតិនានាជាច្រើនទៀតដើម្បីបម្រើក្នុងបុព្វហេតុការពីអធិបតេយ្យភាពបូរណភាពទឹកដីទុកជាគេប្រវត្តិសាស្ត្រជូនដល់បងប្អូនកូនក្មួយចំនួនក្រោយសូមជម្រាបជូនផងដែរថាជានិច្ចកាលឯកឧត្តមអ៊ីឈៀននិងលោកជំទាវបណ្ឌិតបានស្រីមុំតែងតែចុះសួរសុខទុក្ខនិងឧបត្ថម្ភគាំទ្រដល់កងកម្លាំងជាប្រចាំហើយនៅក្នុងឱកាសនេះផងដែរក៏បាននាំយកនៅអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចែកជូនដល់នាយទាហានរងនិងពលទាហានតាមបណ្ដាអង្គភាពដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងភូមិសាស្ត្រដែលខេត្តប៉ៃលិនរួមមានបៀងអាហារសម្ភារៈនិងថវិកាមួយចំនួនព្រមទាំងអណ្ដូងទឹកស្អាតចំនួន6អណ្ដូងផងដែរអត្ថបទដោយលោកសសរឿនអង្គភាពប្រមាញ់ជាដែនធីវី